ខ្ញុំបាទផាន់រតនា B2B Cambodia នេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី14ខែតុលាឆ្នាំ2025សន្ទុះផ្សាយមូលបត្រកម្ពុជាបង្កើនឡើង 0.25 ពិន្ទុឬ 0.06% និងបានបិទផ្សាយនៅ 404.06 ទំហំជួញដូរសរុបបានធ្លាក់ចុះដោយមានភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 39,512 ក្នុងតម្លៃសរុប $81.9 លានរៀលឬជាង $45,000 នៅលើផ្សារគោលភាគហ៊ុនចំនួន2បានកើនឡើងនៅមុខទីផ្សារនៅថ្ងៃនេះគឺធនាគារ Acerida កើនឡើង 0.30% ឬ 20 រៀលដល់ 6,780 រៀលក្នុងនេះហ៊ុនតាមពីក្រោយដល់កំពង់ផែស្វីលភ្នំពេញកើន 0.15% ឬ 20 រៀលដល់ 13,520 រៀលក្នុងនេះហ៊ុនប្រតិបត្តិទឹកសុយ័តក្រុងភ្នំពេញវិញធ្លាក់ចុះ 0.32% ឬ 20 រៀលមក 6,140 រៀលក្នុងនេះហ៊ុនបន្ទាប់មកគឺ Grand Twin International ធ្លាក់ចុះ 0.28% ឬ 20 រៀលមក 7,120 រៀលក្នុងនេះហ៊ុនទន្ទឹមនឹងនេះភាគហ៊ុនចំនួន5ដែលសេសសល់នៅលើផ្សារគោលគឺនៅទីដដែលនៅលើផ្សារកំណើនវិញភាគហ៊ុនទាំងពីរបានធ្លាក់ចុះដោយជាអស្លានធ្លាក់ចុះ 1.81% ឬ 50 រៀលមក 2,710 រៀលក្នុងនេះហ៊ុនហើយ DVD Engineering ធ្លាក់ចុះ 1.47% ឬ 30 រៀលមក 2,010 រៀលក្នុងនេះហ៊ុនធនាគារ Acerida បានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតនៅថ្ងៃនេះជាមួយនឹងភាគហ៊ុនផ្លាស់ប្ដូរដៃចំនួន 15,024 ក្នុងតម្លៃជួញដូរ $101.7 លានរៀលឬប្រមាណ $25,000 ពោលគឺប្រមាណ 38% នៃទំហំជួញដូរសរុបនៅថ្ងៃអង្គារMJQ Education វិញបានកត់ត្រានៅទំហំជួញដូរខ្ពស់បំផុតទី2នៅថ្ងៃនេះដោយមានភាគហ៊ុន 20,026 ត្រូវបានជួញដូរក្នុងតម្លៃ $19.7 លានរៀលឬប្រហែល $4,900 គឺប្រហែល 27% នៃទំហំជួញដូរនៅថ្ងៃទី14ខែតុលាបន្តទៅអត្រាប្តូរប្រាក់វិញប្រាក់រៀលទៅដុល្លារអាមេរិកកើនមក $4,023 រៀលក្នុង$1ខណៈសន្ទុះប្រាក់ដុល្លារអាមេរិកបានកើនដល់ 99.38 មកមើលតម្លៃទំនិញសកលវិញតម្លៃប្រេងបានផ្លាស់ប្ដូរពីការកើនឡើងនាពេលដំបូងនិងបានធ្លាក់ចុះនៅដើមថ្ងៃអង្គារចំពេលមានភាពមិនប្រកបប្រជាអំពីភាពតានតឹងពាណិជ្ជកម្មរវាងអាមេរិកនិងចិនដែលជាប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោកខណៈដែលទីភ្នាក់ងារថាមពលអន្តរជាតិ IEA បានលើកឡើងថាទីផ្សារប្រេងកំពុងស្ថិតនៅលើមូលដ្ឋានទុនខ្សោយកិច្ចសន្យាអនាគតប្រេងឆៅប្រិនបានធ្លាក់ចុះ $1.01 ឬ 1.6% មកត្រឹម $62.31 ក្នុង1បារ៉ែលខណៈប្រេងឆៅ West Texas Intermediate របស់អាមេរិកបានធ្លាក់ចុះ 1.6% ឬ 95 សេនមក $58.54 គួរជម្រាបថាកិច្ចសន្យាទាំងពីរគឺខិតជិតដល់កម្រិតទាបក្នុងរយៈពេល5ខែតម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតលើសពី $4,100 នៅថ្ងៃអង្គារនេះគឺត្រូវបានគាំទ្រដោយការកើនឡើងនៃការរំពឹងទុកចំពោះការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកនៅក្នុងខែនេះនិងតម្រូវការសុវត្ថិភាពគឺបន្ទាប់ពីមានភាពតានតឹងពាណិជ្ជកម្មជាថ្មីរវាងអាមេរិកនិងចិនSpot Gold កើន 0.5% ដល់ $4,128.49 ក្នុង1អោនគឺបន្ទាប់ពីបានកើនដល់កម្រិតខ្ពស់បំផុតក្នុងតម្លៃ $4,179.48 នៅក្នុងវគ្គជួញដូរអនាគតមាសអាមេរិកសម្រាប់ការចែកចាយនៅខែធ្នូវិញបានកើនឡើង 0.4% ដល់ $4,149.20អនាគតភាគហ៊ុនអាមេរិកបានធ្លាក់ចុះទាបនៅថ្ងៃអង្គារគឺបន្ទាប់ពីប្រទេសចិនបានសងសឹកវិញចំពោះការទប់ស្កាត់ការដឹកជញ្ជូនដោយអាមេរិកនេះគឺបានធ្វើឲ្យមានការព្រួយបារម្ភអំពីសង្គ្រាមពាណិជ្ជកម្មឡើងវិញសម្រាប់អ្នកវិនិយោគដែលកំពុងរង់ចាំធនាគារដ៏ធំបំផុតរបស់ Wall Street ដើម្បីចាប់ផ្ដើមចេញរបាយការណ៍ប្រាក់ចំណូលគឺត្រឹមមកបិទផ្សារនៅកម្ពុជាអនាគត Dow Jones Industrial Average បានធ្លាក់ចុះ 0.4% ខណៈ S&P 500 បានធ្លាក់ចុះ 0.7% ចំណែកកិច្ចសន្យា Nasdaq 100 វិញគឺបានធ្លាក់ចុះ 0.9% អរគុណលោកអ្នកសម្រាប់ការទស្សនានេះគឺជាបច្ចុប្បន្នភាពទីផ្សារសម្រាប់ថ្ងៃទី14ខែតុលាឆ្នាំ2025